តាមដំណើររឿងបានបញ្ជាក់យ៉ាងច្បាស់កាព្រះអិនប្រែក្រឡាមកសុំព្រះនិមន្តព្រីដោយវិចិត្រស្មោះសពបរោគ្មានពីរត្រកូលនិមន្តព្រីឲ្យតែព្រៀងបាត់ទៅត្រង់ចិត្តអស់គ្មានអ្នក